លោកបណ្ឌិតមុងរទ្ធីលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វនិងវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាទំនើបគ្រប់គ្រងសុខភាពសត្វនិងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារដើម្បីឆ្ពោះទៅរកផលិតកម្មមានគុណភាពលោកបណ្ឌិតមុងរទ្ធីប្រធានគណៈកម្មាធិការទី3ទទួលបន្ទុកផែនការវិនិយោគកសិកម្មធនធានទឹកឧតុនិយមអភិវឌ្ឍជនបទនិងបរិស្ថាននៃព្រឹទ្ធសភានៅថ្ងៃទី23ខែមីនាឆ្នាំ2026បានថ្លែងលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វនិងវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាទំនើបគ្រប់គ្រងសុខភាពសត្វនិងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារដើម្បីឆ្ពោះទៅរកផលិតកម្មមានគុណភាពការថ្លែងរបស់លោកបែបនេះបានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ2026ក្រោមប្រធានបទការពង្រឹងផលិតកម្មសត្វដើម្បីធានាសន្តិសុខស្បៀងនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាកិច្ចចាប់ផ្ដើមលោកស្រួនប៉ៅបានមានប្រសាសន៍ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំដ៏ធំនេះឡើងសកម្មភាពមួយចំនួនក្នុងកិច្ចប្រជុំនិងបានបង្ហាញពីលទ្ធផលការងារមួយចំនួនទៅកាន់អង្គពិធីលោកបានបញ្ជាក់ថាវិស័យចិញ្ចឹមសត្វនៅកម្ពុជាកំពុងមានសន្ទុះជាខ្លាំងដោយផលិតកម្មជ្រូករស់ធានាការផ្គត់ផ្គង់គ្រប់គ្រាន់ទៀងទាត់និងបាននាំចេញទៅប្រទេសជិតខាងផងដែរក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងបញ្ហាសង្គ្រាមការប្រែប្រួលអាកាសធាតុការរំខានខ្សែសង្វាក់ផ្គត់ផ្គង់និងការកើនឡើងតម្រូវការអាហារវិស័យពសុសត្វមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការធានាសន្តិសុខស្បៀងការបង្កើនចំណូលប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលោកបណ្ឌិតបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើវិស័យកសិកម្មជាពិសេសវិស័យបសុសត្វដោយបានដាក់ចេញនូវគោលនយោបាយនិងវិធានការជាច្រើនដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុកកាត់បន្ថយការនាំចូលនិងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិលោកបានគូបញ្ជាក់ថាវិស័យបសុសត្វមិនមែនត្រឹមតែជាអាជីវកម្មទេប៉ុន្តែជាសសរស្ទង់សន្តិសុខស្បៀងជាតិនិងជាអ្នកបង្កើតការងារសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ទោះបីបញ្ហាប្រឈមមួយចំនួននៅតែមានក៏ប៉ុន្តែនៅពេលដែលភាគីទាំងអស់សហការជាមួយគ្នាបញ្ហានឹងត្រូវបានដោះស្រាយសូមជម្រាបថាវិស័យចិញ្ចឹមសត្វគឺជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសន្តិសុខអាហាររបស់ប្រទេសវាមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់អាហារបង្កើតការងារកាត់បន្ថយភាពក្រីក្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិដែលយើងទាំងអស់គ្នាមិនអាចបោះបង់ចោលបានទិសដៅរបស់រាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យកសិកម្មនិងចិញ្ចឹមសត្វជាពិសេសការពង្រឹងសុខភាពសត្វនិងការគ្រប់គ្រងជំងឺការកែលម្អគុណភាពផលិតកម្មការលើកកម្ពស់ស្តង់ដារនិងសុវត្ថិភាពអាហារការគាំទ្រកសិករនិងអ្នកវិនិយោគទាំងអស់លោកបណ្ឌិតមុងរទ្ធីក៏បានលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វនិងវិស័យឯកជនទាំងអស់ឲ្យបន្តអភិវឌ្ឍទៅរកទី1ការប្រើប្រាស់បច្ចេកវិទ្យាទំនើបទី2ការគ្រប់គ្រងសុខភាពសត្វនិងទី3ការធានាសុវត្ថិភាពចំណីអាហារដើម្បីឆ្ពោះទៅរកផលិតកម្មដែលមានគុណភាពនិងប្រកបដោយនិរន្តរភាពជាថ្មីម្ដងទៀតលោកបណ្ឌិតក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងបេក្ខគូអភិវឌ្ឍឲ្យបន្តសហការជាមួយវិស័យឯកជនដើម្បីកែលម្អគោលនយោបាយបង្កើនការវិនិយោគនិងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីឲ្យវិស័យបសុសត្វកម្ពុជាកាន់តែរីកចម្រើននិងមានភាពប្រកួតប្រជែង